ថ្ងៃនេះខ្ញុំបាទមានរបស់លេងថ្មីដែលជាសត្វចិញ្ចឹមតាមបែបធម្មជាតិដែលយើងងាយស្រួលក្នុងការចិញ្ចឹមទោះបីជាយើងរវល់នឹងការងាររបស់យើងយ៉ាងណាក៏យើងអាចឆ្លៀតចិញ្ចឹមលេងនៅផ្ទះបានដោយខ្លួនឯងដោយគ្រាន់តែឆ្លៀតបដូរទឹកនិងផ្ដល់ចំណីខ្លះដែលអាចរកពីជុំវិញផ្ទះដែលយើងប្រើប្រាស់រួចប្រភេទជាបន្លែផ្លែឈើទុំបន្លែធម្មជាតិដូចជាដើមវាជាប្រភេទខ្យងបឺដែលអាចដល់ជាម្ហូបអាហារដ៏មានឱជារសសូមបញ្ជាក់ផងដែរថានេះជាការចាប់ផ្ដើមជំហានដំបូងរបស់ខ្ញុំដែលខ្ញុំបានឃើញការចិញ្ចឹមរបស់ពុកម៉ែបងប្អូននៅតាមមូលដ្ឋានមួយចំនួនដូចជាខ្ញុំបានឃើញនៅក្នុងបណ្ដាញសង្គមផ្សេងខ្ញុំក៏ចាប់អារម្មណ៍យកមកចិញ្ចឹមសាកល្បងមើលហើយប្រសិនបើអាចកើតខ្ញុំនឹងពង្រីកឲ្យបានច្រើនជាងនេះដើម្បី